បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំយកសិភៅចិត្តសាស្ត្រនិងចិត្តបាទមករៀនក៏ដូចជាការរៀននេះគឺចង់បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាដែរបាទដែលបងប្អូនមានចំណាប់អារម្មណ៍ចង់ដឹងចង់ឮពីសភាវៈក្នុងខ្លួនតើមានអ្វីខ្លះអញ្ចឹងបងប្អូនអាចតាមដានវីដេអូនេះឬមួយក៏អាចសិក្សាខ្លួនឯងក៏ដូចជាជាវជាសិភៅឬមួយក៏បានទទួលសិភៅពីបងប្រុសបងស្រីដែលគាត់បានចែកចាយទៅកាន់25ខេត្តក្រុងបាទសិភៅនេះបើសិនជាមាននៅក្នុង stock គាត់នឹងចែកចាយអញ្ចឹងបើអស់ទេក៏បងប្អូនអាចតំណតំណងទៅខាងរោងពុម្ពអីបានអញ្ចឹងដើម្បីទទួលមកដើម្បីសិក្សាអញ្ចឹងសិភៅនេះដែរគឺដំបូងឡើយគឺគេនិយាយអំពីបរមត្ថធម៌4បងប្អូនអញ្ចឹងបរមត្ថធម៌គឺមាន4គឺចិត្តបរមត្ថ1ចេតសិកបរមត្ថ1រូបបរមត្ថ1និងនិព្វានបរមត្ថ1អញ្ចឹង4នេះហើយដែលតកតងជាមួយនឹងចេតសិកបរមត្ថគឺតកតងជាមួយនឹងសិភៅនេះបាទគឺចិត្តនិងចេតសិកប៉ុន្តែដាក់ចេតសិកនៅខាងមុខហើយអញ្ចឹងដំបូងឡើយគឺយើងចាប់ផ្ដើមចូលដល់ការពន្យល់បដ ாய் ទៅថាតើចេតសិកហ្នឹងមានលក្ខណៈឬមួយក៏មានន័យដូចម្ដេចបាទអញ្ចឹងក្នុងដំបូងនេះគឺចេតសិកគឺជាធម៌ដែលកើតឡើងអាស្រ័យនឹងចិត្តឬថាជាធម៌ប្រកបជាមួយនឹងចិត្តប្រៀបដូចសិស្សនិងគ្រូដែលត្រូវអាស្រ័យគ្នាទៅអាចញ៉ាំងថ្នាក់រៀនមួយឲ្យប្រព្រឹត្តទៅបានអញ្ចឹងបងប្អូនដឹងហើយថាក្នុងថ្នាក់រៀនមួយបើសិនជាមានតែគ្រូអត់មានសិស្សក៏យើងរៀនអត់កើតហើយបើមានតែសិស្សអត់មានគ្រូក៏រៀនអត់កើតអញ្ចឹងបានន័យថាប្រៀបបានដូចជាសិស្សនិងគ្រូចឹងបានន័យថាបើយើងប្រៀបធៀបចេតសិកហើយនឹងចិត្តហ្នឹងបានន័យថាដើរទៅទឹមគ្នាបើសិនជាអត់មានចេតសិកក៏អត់មានចិត្តហើយបើអត់មានចិត្តក៏អត់មានចេតសិកចឹងបានន័យថាអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងបើសិនជាបងប្អូនស្ដាប់ហើយមានការខុសឆ្គងអីយ៉ាងណានោះក៏សូមបងប្អូនអាចទៅ scan ដោយសារតែនៅក្នុងវីដេអូនៅក្នុងសិភៅគឺមាន QR code សម្រាប់ scan បងប្អូនអាចចូលទៅរៀននៅក្នុងវីដេអូរបស់លោកគ្រូសានសុជាបានបាទអញ្ចឹងការអាននេះគឺគ្រាន់តែចង់បញ្ជាក់បងប្អូនថាតើមានន័យដូចម្ដេចទេប៉ុន្តែបើសិនជាបងប្អូនចង់ដឹងនៅពាក្យពឹស្ដារឬមួយក៏ពាក្យបច្ចេកទេសនៅក្នុងធម៌ដែលបងប្អូនអត់ដែលបានដឹងអត់ដែលបានឮបងប្អូនអាច scan ហើយអាចរៀនបានដោយខ្លួនឯងតាមរយៈវីដេអូ YouTube របស់លោកគ្រូសានសុជា Official ប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះគឺខ្ញុំបានមើលវីដេអូខ្លះៗហើយក៏ចង់អានបន្តិចបន្តួចនេះដើម្បីបង្ហាញទៅកាន់បងប្អូនដែលមានឧបនិស្ស័យអាចថាបងប្អូនឃើញហើយស្រាប់តែមានចំណាប់អារម្មណ៍ក្នុងការសិក្សាបងប្អូនអាចសិក្សាបានអញ្ចឹងយើងបន្តបន្តិចទៀតបាទដូចមានវគ្គហៈថាចេតសិភវាំងចេតសិកាំងវាចេតសិនិយុត្តតាំងស្មើនឹងចេតសិកាំងធម្មជាតិកើតក្នុងចិត្តឬប្រកបក្នុងចិត្តឈ្មោះថាចេតសិកចឹងបានន័យថាកើតក្នុងចិត្តឬមួយក៏ប្រកបក្នុងចិត្តឈ្មោះថាចេតសិកចេតសិកមានអាការៈ4យ៉ាង1អេកុបាតៈកើតព្រមជាមួយនឹងចិត្ត2អេកនិរោធៈរលត់ព្រមជាមួយនឹងចិត្ត3អេកាលំបណៈមានអារម្មណ៍តែមួយនឹងចិត្តគឺថាចិត្តដឹងអារម្មណ៍ណាចេតសិកក៏ដឹងនៅអារម្មណ៍នោះ4អេកវត្ថុកៈមានវត្ថុតែមួយដូចគ្នានឹងចិត្តគឺថាចិត្តអាស្រ័យវត្ថុណាចេតសិកក៏អាស្រ័យវត្ថុនោះហើយវត្ថុមាន6គឺចក្ខុវត្ថុសោតតវត្ថុ
ខៀនអ្នកវត្ថុជីវហាវត្ថុកាយវត្ថុនិងហត្តយវត្ថុបងប្អូនអញ្ចឹងបងប្អូនបានយល់ហើយពីយមន័យនៃពាក្យថាចេតសិកបានន័យថាកើតរួមជាមួយនឹងចិត្តឬក៏ប្រកបជាមួយនឹងចិត្តចឹងបានន័យថាចិត្តនិងចេតសិកគឺអត់ដែលបែកគ្នាទេបងប្អូនគឺអាស្រ័យតាក់ទងគ្នាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនា